Ôi, 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 ồ, ơi bọc vì ơi này có máu chộp tớiចាប់បាលីតិចតួចមកអួតផ្ចាញ់ខ្មោចទីបំផុតខ្មោចនាងណានបានសម្លាប់ពូតែមចោលក្នុងគ្រានោះទៅយើងប្រាប់ហើយថាកុំមកអួតអំនួតក្អេងក្អាងនេះហើយលទ្ធផលរបស់ពួកឯងពុកវាអើយពុកវាអើយចេញទៅចាខ្ញុំមិនរំខាននាងទេអើយមិញចេកយំផងគ្រាប្តីផងហើយដំណឹងខ្មោចសម្លាប់ពូតែមក៏បានល្បីពាសពេញភូមិនៅលើដើមអំពិលយូរថ្ងៃហើយខ្ញុំមិនឃើញលោកមេភូមិមកសោះតែខ្ញុំគួរតែទៅរកគាត់នៅឯណាទៅណោះខ្ញុំនឹកគាត់ណានាងខ្មោចយំនឹកមេភូមិក្មេងជាខ្លាំងតែនាងមិនស្គាល់ផ្ទះមេភូមិនោះទេតើពេលនេះបងកំពុងតែធ្វើអីដឹងទេស្រីនឹកបងខ្លាំងណាស់បងមេភូមិសង្ហារបស់អូនចំណែកចៅទាំងពីរវិញនៅមិននៅមកដល់កន្លែងកប់សពនាងណានម្ដងទៀតលបងតែយើងមកកន្លែងនេះធ្វើអីគឺយើងមកយកកបិតអាគមនោះណាអាល្ងើតែខ្ញុំដូចជាខ្លាចណាស់លបងទៅខ្លាចស្អីឆាប់កាយទៅឲ្យលឿនឡើងពេលនោះមេចៅបានដកយកកំបិតដែលកប់មកវិញចំណែកនាងណានក៏បានបង្ហាញខ្លួនចេញមកផងដែរពួកឯងមករកអីដែរល្អណាស់យើងចាំពួកឯងយូរហើយម្ដងនេះដល់វេនយើងវិញហើយលបងខ្មោចនាងណានណាលបងហ៊ានណាស់នាងឯងហ៊ានបង្ហាញខ្លួនចំពោះមុខយើងផងមែនទេបានយើងមិនអោយនាងឯងទៅចាប់ជាតិបានទេមេចៅបានសពបាលីដាក់នាងណានតែពេលនេះមិនដូចមុនទេខ្មោចនាងណានមិនអន់នោះឡើយយើងនឹងសងសឹកពួកឯងវិញងាប់ទៅខ្មោចនាងណានបានប្រយុទ្ធគ្នាជាមួយមេចៅភ្លាមនោះមេចៅក៏បានចាញ់ក្នុងដៃនាងណានវិញម្ដងអូយអាយឈឺណាស់អូយងាប់ទៅអាចោដេរឆានមេចៅកំពុងតែរបួសស្រាប់តែនាងណានបានប្រើកម្លាំងមួយទំហឹងសម្រាប់មេចៅបានសម្រាលបងខ្ញុំខ្លាចហើយអូនណានកុំសម្លាប់បងអីនេះចយប្រឹងរត់គេចចេញពីទីនោះរហូតដល់ក្នុងភូមិកុំគិតថាឯងចង់រួចខ្លួនឲ្យសោះខ្មោចនាងណានបានតាមសម្លាប់នេះចយរហូតធ្វើឲ្យនេះចយស្លាប់ភ្លាមនេះជាលទ្ធផលដែលពួកឯងបានធ្វើមកលើយើងនាងណានខ្មោចក្រោយសម្លាប់នីចយហើយក៏បានវិលទៅដើមអំពិលវិញគ្រានោះស្រាប់តែលេចវត្តមានគ្រូចាប់ខ្មោចមកដល់នៅក្រោមដើមអំពិល